มันดังทานนนาคลาบันตัวตีนด้วยหายตีสันได้มันดอกดักน้ำกีมีได้อาจปะปอกดอกชีวิตนึงทั่วโคสุดนุลุออกใบปอนปรำรอยตาวดาวเติบใบการในขนมประเทศเวียดนามโยงแต่ตามบันไดสารพอดมินเวอันเอ็กซ์เพรสบันจ็อกไซค่ะอันนี้នឹងឲ្យបងប្អូនវីដេអូនេះខ្ញុំសូមភ្ជាប់វីដេអូជាមួយវីដេអូខ្ញុំមុនដែលខ្ញុំបានស្ដាប់ការចែករំលែកតាមបណ្ដាញសង្គមបាទអំពីព័ត៌មានពីស្ដែងណាបាទស្ដែងបដិប្រហែលតោនបាទ3500តោនប៉ុនស្ដែងបដិធ្វើអត់បានហ្មងងាប់ហ្មងមិនមែនខ្មែរយើងធ្វើមិនបានទេធ្វើបានប៉ុន្តែទីផ្សារដូចអត់នេះបងគុតគង់វាមិនក្រាន់យកមកពីគេទាំងអស់បាទនិយាយទៅខ្ញុំចង់និយាយរឿងនឹងវាពាក់ព័ន្ធទៅនឹងផាសុខភាពរបស់ប្រជាពលរដ្ឋទាំងមូលទូទាំងប្រទេសហ្មងនេះបើសិនជាបងប្អូនជឿក៏ជឿបងប្អូនមិនជឿជារឿងបងប្អូនតែបើសិនជាបងប្អូននៅតែគាំទ្រតបន្លែហ្នឹងមកពីប្រទេសជិតខាងនេះទៀតអានឹងជារឿងបងប្អូនហ្នឹងហើយនេះគ្រាន់តែខ្ញុំចង់ចែករំលែករឿងពិតនៅក្នុងគ្រួសាររបស់ខ្ញុំអញ្ចឹងយើងគិតមើលអានេះឆ្នាំ2025ហើយចុះតាំងពីជំនាន់ណាជំនាន់ណីមកពី79មកយើងបន្លែប្លុករបស់គេទាំងអស់មិនវិញហ្នឹងហើយយើងគួរគិតពិចារណាមើលទៅមែនថាខ្ញុំនិយាយទៅឲ្យស្អប់ប្រទេសជិតខាងអត់ទេអានេះគឺយើងស្វែងយល់ខ្លួនឯងពួកអីស្រុកខ្មែរយើងបាទងាប់ច្រើនណាស់បើនិយាយមួយម៉ាត់ងាប់ដោយសារខូចសុខភាពហ្នឹងហើយនេះបងប្អូនខូចដោយសារសុខភាពនេះឥឡូវខ្ញុំនិយាយការពិតនៅក្នុងវងគ្រួសារខ្ញុំបងប្អូនស្រីបងប្រុសរបស់ខ្ញុំ2នាក់គាត់បានស្លាប់ដោយសារជំងឺទំនោរបែបបាទវាប្រកបសំតាំងពីភេទជ្ជៈគ្រឿងស្រវឹងคล้ายៗនិយាយទៅវាអត់គុណភាពហើយពុកគួបសំនឹងបន្លែប្លុកបន្លែផ្កាផ្លែអីទៀតវាលាយគ្នាមកទូទៅមនុស្សកំពុងពេញស្រឡាញ់មកបាត់ហើយតើកើតជំងឺទំនោរបែបជំងឺអីហើយដេកចាំទៅមកបាទបើអ្នកមានគេនៅតែមើលថែគេដូរកលៀនទៅអីហើយបើអ្នកក្រយើងដឹងតែដេកចាំងាប់ទៅហើយទៅនេះខ្ញុំនិយាយការទៅដល់បងប្អូនបាទបងប្អូនមួយចំនួនក៏គាត់ជឿមិត្តភក្តិខ្ញុំមួយចំនួនគាត់ដឹងពីស្ថានភាពគ្រួសារបច្ចុប្បន្នរបស់ខ្ញុំតើវេទនាដល់ណាគឺខ្ញុំនេះឥឡូវអាលីឥឡូវដូចឡានលុបលេអញ្ចឹងមនុស្សចង់វាទៅវាកាយចិត្តវាបាត់ផ្លូវចិត្តវាសឹងនឹងការជាមនុស្សឈួតដោយសារឲ្យបាត់បងប្អូនជាទីស្រឡាញ់បើយើងមានបងប្អូននេះចេះឆ្លុះប្រកែកគ្នាយើងចេះតែនេះទេនៅពេលដែលយើងគ្រួសាររបស់យើងនេះវាបាត់បង់សមាជិកគ្រួសារតើសម្ពាធលើចិត្តមិនយ៉ាងម៉េចមកឪពុកម្ដាយខំចិញ្ចឹមរៀនសូត្រគាត់សឹងថាលះបង់ទាំងលក់ដីលក់ធ្លីរាប់សិបកន្លែងមើលកូនឥឡូវវាស្លាប់អស់បាត់ហើយនេះដោយសារអីសង្គមអស់ហើយវាអញ្ចឹងតាមពិតរឿងនេះវាគួរតែខឹងបំផុតហ្នឹងគឺលេងនិយាយហើយមេតាបងប្អូនដែលគាត់ធ្វើការនៅព្រំដែនច្រកព្រំដែនមេតាគិតគូរផងកុំចេញចូលចង់ឲ្យមិនងាប់ងាប់ឲ្យតែអញបានបញ្ចប់អានេះនឹកឃើញរឿងហ្នឹងគឺខឹងហ្មងនិយាយទៅកំហឹងពុះកញ្ជ្រោលហ្មងអូយមានអីអស់លេងណាបងប្អូនអស់ហើយកំពុងពេញរៀនសូត្របងស្រីបងប្រុសបាទបងប្រុសរៀនមករៀនសពុតក្នុងខ្នាតរៀនចប់មកបដ ாய் ពុកម្ដាយខ្ញុំសឹងណាប្រស័យប្រសាទនិយាយទៅគាត់ស្រឡាញ់កូននោះមានអីទៀតពុកម្ដាយរំពឹងលើកូនណាខ្ញុំនេះក៏លេងនិយាយទៀតចឹងបានខ្ញុំមានវិបត្តិផ្លូវចិត្តខ្លាំងធ្ងន់ធ្ងរបងប្អូនហ្នឹងហើយខ្ញុំគាត់តែចង់ដាស់តឿនបងប្អូនប្រជាពលរដ្ឋខ្មែរយើងបាទសូមឲ្យមើលថែសុខភាពខ្លួនឯងបានមែនទែនមកយើងដឹងហើយឃើញទេមិនមែននេះវាជាមួយចំណែកទូចមួយបាទគ្រាន់សណ្ដែកហ្នឹងរាប់សិបក្អោនបាទអញ្ចឹង
ហើយវាអាបន្លែនេះអាផ្សេងទៀតអញ្ចឹងបងប្អូនព្យាយាមហូបបាទហេមិនថានេះគឺបើថាអានឹងស្រាប់តែបងប្អូនគិតពិចារណាដែរចិត្តខ្ញុំចង់ឲ្យងាកមកហូបបន្លែប្លុកអាបន្លែខ្មែរយើងនេះបាទខ្មែរយើងក៏មិនខ្ញុំជឿថាបន្លែខ្មែរយើងល្អជាងបន្លែមកពីប្រទេសជិតខាងព្រោះខ្មែរដូចគ្នាយល់មិនដែលទៅសម្លាប់ខ្មែរគ្នាឯងទេតែច្រើនណាស់អញ្ចឹងឃើញទេសុខភាពជាពលរដ្ឋរាល់ថ្ងៃនេះអាយុ30 40មើលឥឡូវទឹកនោមផ្អែមហ្នឹងអាប្រហែល4 10 3 4 10ឆ្នាំហ្នឹងកើតទឹកនោមផ្អែមរាប់រយអ្នកមើលលទ្ធផលចេញពីមន្ទីរពេទ្យមន្ទីរបុប្ផាទឹកនោមផ្អែមព្រាតហ្មងដោយសារអីអញ្ចឹងអាបន្លែប្លុកវាអត់មានស្តង់ណាវាអញ្ចឹងខ្ញុំមានការសោកស្ដាយណាសោកស្ដាយចំពោះការបាត់បង់សមាជិកគ្រួសារខ្ញុំអញ្ចឹងខ្ញុំរាល់ថ្ងៃមានអាសម្ពាធផ្លូវចិត្តនឹងខ្លាំងធ្ងន់ធ្ងរមែនទែនពេលខ្លះពិបាកសឹងគេហៅថាមិនទៅឈួតហើយនៅពេលដែលខ្ញុំផឹកអាសូរ៉ាមេរយៈហ្នឹងទៀតទៅជាមនុស្សផ្សេងជាមនុស្សឈួតដល់អញ្ចឹងបានខ្ញុំវាគេហៅជំងឺបាក់ទឹកចិត្តហ្នឹងបងប្អូនអញ្ចឹងបានខ្ញុំចេះតែនិយាយរឿងពាក់ព័ន្ធនៅក្នុងសុខភាពខ្ញុំមិនមែនជំនាញចំណេះអីទេខ្ញុំបានជាកម្មករមួយរូបបាទតែខ្ញុំឃើញអាកន្លែងហ្នឹងវាចំណារឿងបងប្អូនខ្ញុំតែម្ដងឈឺចាប់ហើយបើសិនជាយើងមានបងប្អូនយើងអាចពិភាក្សារឿងនេះរឿងនោះអាចរកចំណុចណាដែលល្អដើម្បីបង្កើនធ្វើម៉េចឲ្យសុខជីវភាពគ្រួសារយើងវាមានកម្រិតមាននេះអញ្ចឹងណាអាចនេះល្អជាងនឹងអីចឹងទៅងាប់បាត់អស់ដល់នឹងនិយាយជាមួយអ្នកណានិយាយមួយអ្នកណាពុកម្ដាយក៏កាន់ចាស់បាទគាត់ចឹងបានថាបងប្អូនខ្ញុំរាល់ថ្ងៃនេះចឹងបានតនេឲ្យតនេតិចនិយាយតាមបណ្ដាញសង្គមតែនិយាយហ្នឹងគឺមិននិយាយទៅវាយអ្នកណាអ្នកអីទេគឺនិយាយសរុបមកព្រោះខ្ញុំគិតថាវាខ្មែរយើងវាសឹងតែ 90% ដែលបរិភោគបន្លែមកពីអញ្ចឹងហើយបើបន្លែខ្មែរឯងអត់នាំគ្នាគ្រប់គ្រងទេបាទទីផ្សារនៅគេទាំងអស់ហើយវារោកំហុសអត់ឃើញអាអ្នកខំក៏ខំអាអ្នកចាប់ក៏ចាប់តែនៅទប់អត់បានគេទីផ្សារនៅគេទាំងអស់តែបងប្អូនគ្រាន់តែខ្ញុំបញ្ជាក់ណាខ្ញុំអស់ពីហើយបាទសមាជិកអស់ពីហើយងាប់ហ្មងងាប់ដោយសារជំងឺទឹកនោមផ្អែមបាទរឿងនេះមិនមែនជារឿងលេងសើចទេបាទអាភេទជ្ជៈខ្លែងខ្លាយអាគ្រឿងស្វឹងខ្លែងខ្លាយបាទអាមនុស្សគឺស្បុកក្បាលគ្នាផឹកបាទចឹងវានេះហើយបន្លែប្លុកមកគេទាំងអស់ហើយដល់ពេលឈឺអត់នាំគ្នានៅពេទ្យខ្មែរទេនាំគ្នាទៅពេទ្យគេហ្នឹងទៅអានោះអ្នកដាក់ឲ្យស៊ីឈឺទៅគេហ្នឹងហើយមកតសាអូពេទ្យគេដល់ពេលឈឺស្កាត់បាទអត់នេះទៅស្រុកគេទីជិតខាងហ្នឹងឯងបាទគេមានឧបករណ៍ទំនើបគេនេះអីចឹងទៅហើយនាំគ្នាប្រឹងទៅប្រឹងអាបន្លែប្លុកមកពីអញ្ចឹងទៅឈឺទៅគេឈឺរត់ទៅគេហើយទៅពេលមើលហើយគេថាអូពេទ្យគេល្អពេទ្យគេល្អគេមើលយើងដិតដល់ឆ្នាំគេសុខល្អតែអត់នឹកឃើញអារឿងស៊ីបន្លែប្លុកបុកមិនបើពាក្យស៊ីអាស្រួលហូបអាបន្លែគេយកមកពីគេនោះបាទហូបបន្លែគេទៅឈឺវាមើលគេបាទមែននិយាយលេងសើចគឺការពិតមែនខ្ញុំវាបាត់បង់ខ្ញុំរាល់ថ្ងៃនេះបាត់បង់សមាជិកខ្ញុំពិបាកចិត្តហ្នឹងចេះតែនិយាយចេះបារម្ភយើងមនុស្សយើងម្នាក់រស់វាមិនយូរទេបើថាវា10ឆ្នាំតែមានច្រើនតែគួរចែកចម្លែកណាចំណិតល្អខ្លះយ
បទពិសោធន៍ទៅឥឡូវដូចខ្ញុំចឹងចែករំលែកបទពិសោធន៍ដល់បងប្អូននោះស្វែងយល់ជំងឺទឹកនោមផ្អែមនេះវាផ្ដាច់យកជីវិតមិនខ្ញុំនិយាយលេងសើចទេមកសួរបងប្អូនមើលអ្នកខ្លះស្គាល់មិត្តភក្តិនៅក្នុងបណ្ដាញសង្គមគាត់មានស្គាល់ក្រុមគ្រួសារខ្ញុំដែរអញ្ចឹងបងប្អូនបានអស់សមាជិកពីនេះហើយជាបានខ្ញុំតែនិយាយថាបើសិនជាមានបងប្អូនអីដែលគាត់នៅមានជីវិតអីយើងមានដល់យើងបើមានកំហុសតិចតួចយើងលើកលែងឲ្យគ្នាទៅមានរឿងតូចរឿងធំឲ្យតែជារឿងតូចរឿងតូចគឺថាអត់មានហ្មងព្រោះយើងនៅមានជីវិតយើងគេបើបាត់បង់ជីវិតគឺបងប្អូនខ្ញុំអីចឹងទៅបាត់តែឆ្លោះប្រកែកគ្នាក៏មិនកើតស្អីបើវាទៅបាត់ហើយហ្នឹងចឹងបានចេះនិយាយរំលឹកបងប្អូនរឿងសុខភាពហ្នឹងយើងត្រូវគិតមែនតើណាបងប្អូនបើថាអ្នកមានអីអ្នកមានគេមានដីច្រើនដីអីគេដាំបន្លែប្លុកហូបទៅអីចឹងទៅអ្នកក្រអ្នកយើងក៏មានខ្លះក៏ដាំបន្លែហ្នឹងទៅអ្នកខ្លះក៏ទិញផ្សារអីចឹងឥឡូវខ្ជិលតាមគ្នាអស់តែគួរតែងាកខ្ញុំដូចខ្ញុំដាស់តឿនចឹងងាកមកគ្រប់គ្រងបន្លែប្លុកយើងមិនទៅលោកអើយដូចថ្នាក់ដឹកនាំគាត់លោកមានប្រសាសន៍អញ្ចឹងបើយើងមិនទៅទិញហូបមកចប់រឿងបាត់បាទយើងព្យាយាមពីខ្លួនយើងទៅយើងថាអត់ហូបអត់នេះទៅយើងទៅតាំងការតាំងចិត្តទៅវាទៅនេះយើងងាកមកដាំស្ពៃដាំអីឬដាំបន្លែប្លុកទៀនដីយើងទៅបន្លែធម្មជាតិបន្លែអញ្ចឹងទៅវានេះហ្នឹងហើយខ្ញុំនៅពេលលឺអាព័ត៌មានចឹងអីខ្ញុំចេះតែក្តៅក្រហាយហ្មងចេះឈួលក្នុងអោរ៉ាហ្មងគឺព្រោះវាផ្ដាច់សង្ខារបងប្អូនខ្ញុំអស់ហើយហ្នឹងមិននៅទាន់បានជួយសង្គមមិនផងហ្នឹងបាទចូលប្រឡូកក្នុងសង្គមមិនផងជាពិសេសហ្នឹងគ្នាសពុតក្នុងភ្នំដែលទាន់បានស្គាល់ជាតិស្រីអីផងមកបាត់ខ្ញុំស្ដាយមានការសោកស្ដាយនេះគិតតែខំប្រឹងរៀនហ្នឹងវាទៅរៀនចប់ងាប់បាត់សំណោះហ្នឹងហើយបងប្អូនខ្ញុំវីដេអូនេះវាទៅដាក់ប្រដប់តិចបញ្ចប់រវល់ការងារនេះទៅនោះហើយចង់និយាយវីដេអូនឹងមួយបាទវាកបុតកបោយវាទៅមុខទៅក្រោយបន្តិចតែគាត់ថាចង់ឲ្យបងប្អូនមេត្តាថែរក្សាស្រឡាញ់សុខភាពបាទយើងចាស់វានេះទេបាទនេះតែយើងកូនយើងក្រោយទៀតបាទឥឡូវទឹកនោមផ្អែមរៀនចឹងមកហើយនឹងមិនយកមកនេះបានថាសូមឲ្យគ្រប់គ្រងបន្លែប្លុកផលិតផលខ្មែរយើងទៅបាទហ្នឹងហើយបងប្អូនពេលនិយាយវីដេអូហ្នឹងហើយខ្ញុំក៏នៅមានក្តីបារម្ភទៅប៉ុណ្ណឹងទេបើសិនជាខុសឆ្គងនៅជំនាញខ្ញុំសូមគូក៏សូមមេត្តាខាត់តែពេកទោះខ្ញុំបាទសូមអរគុណបាទ